កើតឈ្មោះញាប់ចម្រើនស្ថិតនៅភូមិជ្រៃថ្នោតភូមិត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវក្រៅពីម៉ោងបង្រៀនខ្ញុំឆ្លៀតដាំស្ពៃតិចតួចខ្ញុំសពថ្ងៃខ្ញុំប្រើប្រាស់ជីព្រាបសហើយនឹងកាបោព្រាបសដែរខ្ញុំប្រើប្រាស់ឃើញថាទទួលបានទិន្នផលខ្ពស់គួរសមយើងប្រើទៅឃើញថាទិន្នផលខ្ពស់ហើយមិនសូវជាមានរោគមេរោគអីមកបំផ្លាញដំណាំដូចជារោគផ្សិតរោគអីបញ្ហាហ្នឹងជីខ្ញុំប្រើទៅវាបានទិន្នផលខ្ពស់ហើយម្សៅកាបោខ្ញុំបាចទៅវាដូចជាលែងឃើញមានបញ្ហាមួយស្ពៃយើងពីមុនយើងវាតែងតែរលួយគល់ដល់ពេលយើងប្រើអាកាបោហ្នឹងទៅវាបាត់ចឹងណាបាទខ្ញុំបន្តប្រើរហូតមកដីវាមានជីជាតិមានគុណភាពល្អខ្ញុំប្រើចូលមួយឆ្នាំជាងហើយបាទជាចុងក្រោយខ្ញុំសូមណែនាំបងប្អូនដែលប្រកបរបរកសិកម្មដាំបន្លែអាចប្រើជីសញ្ញាព្រាបសនិងកាបោព្រាបសបានដោយថាខ្ញុំធ្លាប់ប្រើឃើញថាទទួលបានទិន្នផលខ្ពស់ហើយនឹងកាត់បន្ថយដោយថាមេរោគដែលធ្វើឲ្យដំណាំយើងលូតលាស់ល្អស្មើឃ្លាតទៅចិត្តនៅ